ជំរាបសួរស្ដីញ៉ាំគ្នានៅក្នុងថ្ងៃនេះខ្ញុំនៅយល់ថ្មីមួយទៀតអីដែលមានចំណងជើងថា To Be Hero 8ដែលមួយនេះផងដែរគឺជា animation បទចិនមួយទៀតអីមិនតែប៉ុណ្ណោះ animation style របស់វាគឺ 2D លេជាមួយនឹង 3D ណាគ្នាយើងអាចនិយាយបានថានេះគឺជារសជាតិថ្មីតែម្ដងហើយសម្រាប់ទំហំវីដេអូគឺប៉ុណ្ណឹងខ្ញុំអត់មានកាប់ទៅណានោះទេអញ្ចឹងចង់ដឹងថាដងមួយនេះមាន animation style លយខ្លាំងដល់កម្រិតណាហើយសាច់រឿងរបស់វាល្អមើលអត់ដូច្នេះកុំឲ្យគ្នាយើងរងចាំយូរតចាប់ផ្ដើមជាមួយនឹង To Be Hero 8 episode ទី1តើ hero គឺជាអ្វី hero គឺជាពន្លឺមួយដែលស្ថិតនៅក្នុងភាពងងឹតហើយពន្លឺមួយនោះតែដែលស្ថិតនៅក្នុងបេះដូងរបស់មនុស្សគ្រប់គ្នាក៏ដូចជា hero ម្នាក់ហ្នឹងគឺមានឈ្មោះថា Nice មិនតែប៉ុណ្ណោះនៅក្នុងសម័យកាលមួយនេះ hero ត្រូវបានបង្កើតឡើងដោយការជឿទុកចិត្តរបស់ប្រជាជនដូច្នេះហើយមនុស្សគ្រប់គ្នាអាចបង្កើត hero ហើយអ្នកទាំងអស់ហ្នឹងក៏អាចក្លាយទៅជា hero បានដែរនៅពេលដែលនិយាយដល់កន្លែងហ្នឹងមេរបស់ Lin ហ្នឹងបានឲ្យគាត់ឈុំនិយាយសិនហើយគាត់ក៏បានសួរទៅកាន់ Lin ថាតើឯងមានដឹងទេអតិថិជនរបស់ពួកយើងហ្នឹងគឺជានរណាគេ Lin ក៏បានតបទៅវិញថាគឺជា hero ដ៏ល្អឥតខ្ចោះម្នាក់ហើយគាត់មានឈ្មោះថា Nice មេរបស់ Lin ក៏បានលើកជាសំណួរសួរថាហេតុអីបានជា Lin ហ្នឹងនិយាយមិនសមហេតុផលដូចជា clear ដែលនិយាយថាមនុស្សគ្រប់គ្នាហ្នឹងអាចបង្កើតទៅលើ hero មិនតែប៉ុណ្ណោះអ្នកទាំងអស់ហ្នឹងអាចក្លាយទៅជា hero ថែមទៀតផងទាំងដែលនៅក្នុងវីដេអូមួយហ្នឹងគឺយើងធ្វើមិនឲ្យ Nice ហ្នឹងមើលទៅអស្ចារ្យក៏ប៉ុន្តែ clear មួយហ្នឹងស្ដាប់ទៅដូចជាអត់សមហេតុផលនោះទេ Link ក៏បានប្រកែកថាតែធម្មតាមេរបស់គេហ្នឹងដែលពង្រៀនគេបែបហ្នឹងឡើយហើយជាធម្មតានៅក្នុងវីដេអូមួយគឺប្រើប្រាស់នៅអ្វីដែលពេញនិយមបំផុតជាពិសេសនៅក្នុងឆ្នាំនេះការប្រកួតប្រជែងយក hero លេខ1ត្រូវបានត្រឡប់មកវិញហើយដូច្នេះការលើកឡើងនៅខាងចុងវីដេអូរបស់គាត់គួរតែ To Be Hero 8ហើយពាក្យថា 8 ហ្នឹងគឺជា title សម្រាប់ hero ណាដែលទទួលបានលេខ1តែថាវាក៏មានអត្ថន័យលាក់នៅក្នុងនោះផងដែរដែលន័យរបស់វាគឺគ្មាននរណាម្នាក់អាចក្លាយទៅជា hero បានឡើយនិយាយសូស្ដាប់ទៅនៅក្នុងវីដេអូដែលគាត់ផលិតហ្នឹងខាងដើមវីដេអូគឺគាត់បាននិយាយថាមនុស្សគ្រប់គ្នាអាចក្លាយទៅជា hero បានក៏ប៉ុន្តែនៅខាងចុងវីដេអូ Link បានបង្កប់ន័យជាមួយនឹងអក្សរ H ដែលន័យរបស់វាគឺនៅដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងបន្ទាប់ពីបានឮបែបនេះក៏មេរបស់គេនឹងអត់ពេញចិត្តដែរហើយគាត់ក៏បានស្ដីបន្ទោសទៅកាន់ Link ថាមើលទៅកាន់ឯងមើលតើឯងមានសមត្ថភាពជាមួយលក្ខណៈពិសេសអីខ្លះឯងគ្រាន់តែជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះហើយឯងត្រូវតែទទួលយកការពិតហើយខិតខំប្រឹងប្រែងឡើងវិញក៏ដូចជានេះគឺជាផ្លូវតែមួយគត់ដែលធ្វើឲ្យឯងជោគជ័យនៅពេលអនាគតនៅសល់ពេលដែលកំពុងតែស្ដីឲ្យ Link កញ្ញាជេក៏បានតាក់ទងមកដែលយើងបានឲ្យដឹងថាកញ្ញាជេគឺជាអ្នកគ្រប់គ្រងរបស់ Nice ហើយតាំងពីម្សិលមិញមកគឺគាត់អត់ទាន់បានទទួលសំណើឡើយទៅពេលដែលនិយាយរួចកញ្ញាជេក៏បានបិទទូរស័ព្ទតែម្ដងហើយ Link ក៏បានប្រាប់ទៅកាន់មេរបស់គេថាការពីយប់មិញហ្នឹងគាត់អត់មានប្រាប់នោះទេថាឲ្យផ្ញើសំណើមួយហ្នឹងទៅកាន់អតិថិជនមុនដូច្នេះហើយបានជា Link អត់តន់ផ្សាយឯកសារតាក់ទងជាមួយនឹងការផលិតវីដេអូទៅកាន់កញ្ញាជេបន្ទាប់ពីបានលុយអញ្ចឹងគឺធ្វើឲ្យមេរបស់គេហ្នឹងខឹងខ្លាំងមែនទែនហើយនៅភ្លាមៗហ្នឹងមេរបស់ Link ក៏បានមកជប់ Link ពីការងារតែម្ដងបន្ទាប់ពីនឹងមក Link ក៏បានចាក់ចេញពីកន្លែងការងារហើយគាត់ក៏បាននិយាយម្នាក់ឯងថាពិភពលោកមួយនេះហាក់បីជាផ្ដល់ឱកាសដល់មនុស្សខ្លាយទៅជា hero ខ្លាំងមែនទែនក៏ប៉ុន្តែសម្រាប់មនុស្សធម្មតាដូចជាគាត់វាមិនងាយស្រួលនៅក្នុងការយកឈ្នះការទុកចិត្តរបស់អ្នកណាម្នាក់ឡើយក៏ដូចជានៅសល់ពេលដែល Link កំពុងតែអន់ចិត្តស្រាប់តែ hero ម្នាក់ដែលមានឈ្មោះថា Moon នៅក្នុងពាណិជ្ជកម្មហ្នឹងក៏បាននិយាយថាការរស់រានមានជីវិតគឺមានន័យថាជួបប្រទះជាមួយនឹងបញ្ហាជាច្រើនដូច្នេះហើយកុំបាត់បង់ជំនឿទៅលើខ្លួនឯងឲ្យសោះនៅពេលដែល Moon និយាយបន្តទៀតគឺយើងបានដឹងថាការផ្សាយពាណិជ្ជកម្មមួយហ្នឹងគឺតាក់ទងជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថារូបមន្តស្នេហ៍ពិតក៏ដូចជាវីដេអូមួយហ្នឹងកាលពីខែមុន Link គឺជាអ្នកបង្កើតនឹងឯងនៅកំឡុងពេលហ្នឹងផងដែរការផ្សាយពាណិជ្ជកម្មរបស់ណៃក៏បានសួរថាតើអ្នកមានផ្ទះដែរទេ Link ក៏បានតបជាមួយនឹងការផ្សាយពាណិជ្ជកម្មមួយហ្នឹងថាអត់មាននោះទេមិនត្រឹមតែអត់មានផ្ទះនោះទេសូម្បីតែឥឡូវហ្នឹងការងារហ្នឹងក៏គេដេញចោលដែរនៅពេលដែល Link មួម៉ៅខ្លាំងមែនតើគាត់ក៏បាននិយាយទៅកាន់ Nice នៅក្នុងកញ្ចក់ថាបើទោះបីជានៅពេលនេះស្នៃល្អឥតខ្ចោះខ្លាំងប៉ុណ្ណាក៏ដោយតែថានៅថ្ងៃណាមួយ Nice នឹងក្លាយទៅជាមនុស្សចាស់ក៏ដូចជាអខកផងដែរហើយទីបំផុត Nice ត្រូវបានជំនួសដោយអ្នកផ្សេងដដែលនៅសល់ពេលដែលនិយាយសពហ្នឹងស្រាប់តែ Nice បានធ្វើដំណើរមកដល់បន្ទាប់ពី Link បានឃើញអញ្ចឹងគឺធ្វើឲ្យគេនឹងខ្ចក់ខ្លាំងមែនតើបន្ទាប់ពីនឹងមក Nice ក៏បានដើរទៅមុខទៀតក៏ដូចជា Nice បានជិះអោយទៅកាន់ Link ផងដែរនៅពេលដែល Nice ជិះអោយទៅកាន់ Link រួចស្រាប់តែគាត់ធ្លាក់ពីលើអគារស្លាប់យូរតែម្ដងបន្ទាប់ពីបានឃើញអញ្ចឹងគឺធ្វើឲ្យ Link នឹងតក់ស្លាប់ខ្លាំងមែនតើហើយនៅភ្លាមៗហ្នឹងកញ្ញាជេក៏បានធ្វើដំណើរមកដល់ក៏ដូចជាគាត់បានដឹងថា Hero Nice បានស្លាប់បាត់ទៅហើយនៅពេលដែលឃើញ Link នៅទីហ្នឹងគាត់ក៏បានឲ្យ Clear របស់គាត់នឹងចាប់ Link ទៅដោយសារតែប្រហែលជា Link នឹងធ្វើអីទៅកាន់ Nice ជាមិនខានបន្ទាប់ពីនឹងមកនៅពេលដែល Link ចាក់នឹងខ្លួនឡើងវិញកូនចៅរបស់កញ្ញាជេនឹងក៏បានចាប់ Link តែម្ដងហើយជេក៏បានសួរទៅកាន់ Link ថាតើ Link បានឃើញអ្វីខ្លះមុនពេលដែល Nice បានស្លាប់ Link ក៏បានតបទៅវិញថាគឺ Nice នឹងអត់បាននិយាយពាក្យអីមួយម៉ាត់ជាមួយនឹងគាត់ឡើយហើយនៅពេលដែល Nice ដើរទៅដល់ខាងចុងនៃអគារគាត់ក៏បានធ្លាក់ស្លាប់តែម្ដងក៏ដូចជានៅកំឡុងពេលហ្នឹងមេរបស់កញ្ញាជេក៏បានតាក់ទងមកកាន់នាងដូច្នេះហើយជេក៏បានទៅលើទូរស័ព្ទសិនហើយនៅពេលដែលនិយាយទូរស័ព្ទ Link ក៏បានស្អីថា Nice បានស្លាប់អីមេរបស់ជេក៏បានសួរថាតើណាគេស្លាប់ជេក៏បានតបទៅវិញថាអត់អីនោះទេគ្រាន់តែថាពួក fan ហ្នឹងនឹក Nice ខ្លាំងពេកនឹករហូតដល់ចង់ងាប់បោហើយនៅពេលដែល Link ជាយាមរត់ចាក់ចេញពីទីនោះជេក៏បានបត់ធំទឹកថ្នាំពណ៌សមួយទៅកាន់ Link ដែលធ្វើឲ្យ Link នឹងមិនអាចរត់ទៅណាបានឡើយក៏ដូចជានៅសល់ពេលហ្នឹងមេរបស់ជេបាននិយាយថា Nice បានធ្វើការយ៉ាងលំបាកខ្លាំងមែនទែនចាប់តាំងពីហេតុការណ៍មួយនោះកើតឡើងអញ្ចឹងហើយមួយរយៈនេះឲ្យគាត់សម្រាប់សិនទៅបន្ទាប់ពីនិយាយរួចមេរបស់ជេក៏បានបិទខតែម្ដងចំណែកឯជេណៃវិញក៏បានដើរមកមើល Link ហើយយើងបានចាប់អារម្មណ៍ថានៅពេលដែលទឹកថ្នាំពណ៌សមួយហ្នឹងប្រឡាក់ទៅលើសក់របស់ Link គឺថាមុខមាត់របស់ Link ហ្នឹងដូចទៅកាន់ Nice ខ្លាំងមែនទែនអញ្ចឹងហើយជេក៏បាននឹកឃើញជាមួយនឹងវិធីសាស្ត្រមួយតែម្ដងគឺនាងបានឲ្យ Link ហ្នឹងធ្វើជា Nice នៅពេលដែលបានលឺអញ្ចឹង Link ក៏បានតបទៅវិញថាក៏ប៉ុន្តែគេអត់មានចេះអីនោះទេជាពិសេសគេអត់មាន ranking នៅក្នុងសមាគម Hero អីឡើយជេក៏បានតបទៅវិញថាកុំខ្វល់អីសំខាន់គឺថាខ្លួនឯងគឺជា Nice ហើយត្រូវតែមានភាពជឿជាក់ទៅលើខ្លួនឯងនៅកំឡុងពេលហ្នឹង Link ក៏បានសួរទៅកាន់ជេថាមានដឹងអត់ហេតុផលអីបានជា Nice ហ្នឹងលោកសម្រាប់ខ្លួនបន្ទាប់ពីបានលឺអញ្ចឹងជេអត់បានឆ្លើយឡើយហើយនាងក៏បានផ្លាស់ប្ដូរព័ត៌មានផងដែរគឺយើងបានដឹងថានៅក្នុងព័ត៌មានអ្នកដែលលោតពីលើអគារទៅស្លាប់ហ្នឹងគឺជា Link មូលហេតុគឺដោយសារតែមេរបស់គាត់ដាក់សម្ពាធខ្លាំងពេកចឹងហើយបានជាគាត់នឹងលោកសម្រាប់ខ្លួនក៏ដូចជានៅពេលនេះ Link គឺជា Nice មិនបានជា Link កាលមុនទៀតឡើយជាពិសេសព័ត៌មានតាក់ទងជាមួយនឹង Link ត្រូវបានស្លាប់គឺមាន view តែមួយតែប៉ុណ្ណោះដូច្នេះហើយគ្មាននរណាម្នាក់ខ្វល់ពី Link នោះទេថាស្លាប់ឬក៏រស់ចំណែកឯ Nice ដែលវិញមើលទៅគឺសិតតែ fan ហ្មងហើយបន្តមកទៀត Link ក៏បានចេញនៅខាងក្រៅដើម្បីស្វាគមន៍ fan ផងដែរមិនតែប៉ុណ្ណោះ Link ក៏បានហ្វឹកហាត់ជាច្រើនតាក់ទងជាមួយនឹងសកម្មភាពផ្សេងៗ
ហើយជេក៏បានថាទៅកាន់លេងថាលេងត្រូវតែជឿជាក់ទៅលើខ្លួនឯងហើយក៏ត្រូវតែប្រាប់ខ្លួនឯងថាខ្លួនឯងគឺជាណៃក៏ដូចជានៅថ្ងៃណាមួយលេងនឹងខ្លាចជាណៃពិតប្រាកដតែម្ដងនៅពេលដែលវឹកហាត់ជាច្រើនមកគឺយើងបានឃើញថាសម្លេងរបស់លេងនឹងដូចណៃខ្លាំងមែនទែនជាពិសេសសូម្បីតែការភ្នែករបស់លេងនឹងក៏ដូចណៃដែរនៅសល់ពេលហ្នឹងលេងបាននិយាយថាគាត់ស្ទើរតែមិនជឿនោះទេគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះក៏ប៉ុន្តែឥឡូវនេះបែរជាគាត់នឹងខ្លាយទៅជា hero អីណាក៏ដូចជានៅកំឡុងពេលហ្នឹងផងដែរជេក៏បានរំលឹកទៅកាន់លេងដោយសារតែលេងមិនតាន់ជួបជាមួយនឹងមិត្តស្រីរបស់គាត់ឡើយហើយនៅថ្ងៃនេះគឺជាកម្មវិធីរូបមន្តស្នេហ៍ពិតដែលគាត់ត្រូវចូលរួមជាមួយនឹង Moon និយាយរួមទៅ Moon ហ្នឹងគឺជាមិត្តស្រីរបស់ណៃណាបន្ទាប់ពីបានដឹងអញ្ចឹងគឺធ្វើឲ្យលេងហ្នឹងភ័យផងសប្បាយផងដោយសារតែនៅក្នុងកម្មវិធីមួយហ្នឹងគឺកំពុងតែ live ផ្ទាល់ណាមួយ Moon គឺជាអ្នកជិតស្និទ្ធជាមួយនឹងណៃអញ្ចឹងហើយលេងខ្លាចថា Moon ហ្នឹងក៏សង្កត់ឃើញថាគាត់មិនមែនជាណៃហើយអ្វីដែលគាត់រំភើបចិត្តគឺដោយសារតែ Moon គឺជា idol របស់គាត់អញ្ចឹងហើយអាចនិយាយបានថានេះគឺជាលើកដំបូងតែម្ដងសម្រាប់គាត់ណានៅពេលដែលជេឃើញថាណៃនឹងដូច Stepster អញ្ចឹងជេក៏បានថាលេងនឹងចេញពីក្នុងឡានតែម្ដងដើម្បីឲ្យទៅជួបគ្នាជាមួយនឹង Moon នៅខាងក្រៅហើយជេក៏បានប្រាប់ទៅកាន់ណៃថាជឿជាក់លើខ្លួនឯងតិចទៅនៅពេលដែលចេញទៅដល់ខាងក្រៅលេងក៏បានហុចដៃទៅឲ្យ Moon ហើយគាត់ក៏បាននិយាយទៅកាន់ Moon ថាខានជួបគ្នាយូរហើយប៉ុន្តែប៉ុណ្ណោះលេងក៏បាននិយាយក្នុងចិត្តថា idol របស់គាត់នឹងគឺពិតជាស្អាតខ្លាំងមែនទែនហើយនៅពេលដែល Moon ចាប់កាន់ដៃរបស់លេងគឺធ្វើឲ្យលេងនឹងសប្បាយចិត្តផងនឹងភើផងអញ្ចឹងណានិយាយរួមទៅអារម្មណ៍មួយនឹងតើ fan កាប់មុខបានយល់បន្តមកទៀតកម្មវិធីរូបមន្តស្នេហ៍ពិតរវាងណៃហើយនិង Moon ក៏ត្រូវបានចាប់ផ្ដើមផងដែរនៅកំឡុងពេលហ្នឹងគឺយើងបានឃើញជាមួយនឹងបរិមម្នាក់បានមកស្វាគមន៍ក៏ដូចជាបើកកម្មវិធីមួយនេះតែមូលតែគាត់គឺជា hero rank ទី249រហស្សនាមរបស់គាត់គឺ Iostrus ហើយគាត់មានឈ្មោះថា Eliter និយាយរួមទៅ Eliter មិនមែនជាអ្នកដឹកនាំកម្មវិធីមួយនេះតែមូលនោះទេដែលគាត់គឺមកជំនួសគេដែរប៉ុណ្ណោះបន្ទាប់ពីជ័យបាយឃើញអញ្ចឹងគឺនាងបានសួរទៅកាន់ក្រុមការងារថាហេតុអ្វីបានជា Eliter នោះមកជំនួសម្ចាស់ដើមនៃកម្មវិធីមួយនេះទៅវិញបរិមម្នាក់ដែលនៅចិត្តនឹងបាននិយាយថាដោយសារតែអ្នកដឹកនាំកម្មវិធីមួយនេះកាលពីលើកមុនហ្នឹងគឺត្រូវបាន Eliter លាតត្រដាងថាគាត់គឺជាអ្នកថ្លៃម្លងម្នាក់ដូច្នេះហើយបានជា Eliter នោះមកជំនួសគាត់បែបនេះហើយបើសិនជាយើងក៏លេចមកមើលលេងឯនេះវិញគាត់ក៏បាននិយាយក្នុងចិត្តថាមនុស្សម្នាក់នេះគឺមិនបានជាអ្នកដឹកនាំកម្មវិធីដែលពួកគេរៀបចំទុកឡើយអាចនិយាយបានថាមុននឹងកម្មវិធីមួយនេះត្រូវចាប់ផ្ដើមឡើងគឺគេបានរៀប script របស់យាយថាត្រូវសួរសំណួរមួយណាឆ្លើយសំណួរមួយណាក៏ប៉ុន្តែនៅពេលនេះបែរជាដូរទៅវិញណាអញ្ចឹងហើយគឺធ្វើឲ្យលេងនឹងភ័យខ្លាំងមែនទែនហើយមូលហេតុដែលគាត់ភ័យគឺគាត់ខ្លាចថា Eliter នឹងបកស្បែកមុខពិតរបស់គាត់បើសិនជាពិតមែនគឺដឹងតែចប់ហើយនៅសល់ពេលនឹងផងដែរ Eliter បានកាត់ទៅកាន់ Moon ជាមួយនឹងណៃថានៅក្នុងថ្ងៃនេះគាត់នឹងសាររបស់មើលថាតើអ្នកទាំងពីរនឹងយកចិត្តគ្នាប៉ុណ្ណាសម្រាប់សំណួរទី1 Eliter បានសួរទៅកាន់ណៃតើ Moon បានសម្ដែងពាណិជ្ជកម្មសរុបចំនួនប៉ុន្មានហើយថាតើបើសិនជាសរុបជាចំនួនមកស្មើនឹងប៉ុន្មានដែរសំណួរមួយនេះបើសិនជាមនុស្សធម្មតានឹងគឺថាឆ្លើយបាននោះទេដោយសារតែគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយហើយ Eliter ក៏បានប្រាប់ទៅកាន់ណៃផងដែរបើសិនជាស្នេហារបស់អ្នកទាំងពីរឥតខ្ចោះខ្លាំងម្លឹងគួរណាតែសំណួរធម្មតាអញ្ចឹងណៃឆ្លើយបានហើយបន្ទាប់ពីបានលើបែបនេះលីងក៏បានឆ្លើយជាមួយនឹងសំណួរមួយនេះតែម្ដងនិយាយរួមទៅគាត់គឺជា fan របស់ Moon ដូច្នេះហើយព័ត៌មានទាំងអស់នេះគឺងាយស្រួលខ្លាំងមែនទែនសម្រាប់គាត់តែណៃបានឆ្លើយថាចំនួនពាណិជ្ជកម្មសរុបដែល Moon បានថតនឹងគឺស្មើនឹង134ចំណែកឯរយៈពេលសរុបស្មើនឹង285នាទីហើយនឹង48វិនាទីហើយចម្លើយមួយនេះគឺថាត្រឹមត្រូវ 100% ហ្មងដែលធ្វើឲ្យអ្នកនៅជុំវិញនឹងខ្ជាប់អើខ្លាំងមែនទែនជាពិសេសគឺថាកញ្ញាជេរបស់យើងនឹងគឺក៏ខ្ជាប់អើខ្លាំងណាស់បន្ទាប់ពីនឹងមក Eliter ក៏បានចូលទៅដល់សំណួរទី2ដែលសំណួរទី2របស់គាត់គឺគាត់ចង់បញ្ជាក់ពីការពិតនៅសល់ពេលនឹងផងដែរ Eliter បាននិយាយថាភាពស្មោះត្រង់គឺជាគុណសម្បត្តិដ៏សំខាន់បំផុតមួយក្នុងការរក្សាទំនាក់ទំនងនៅក្នុងស្នេហាដូច្នេះហើយគាត់ចង់ដឹងថាតើ Moon នឹងគឺជាមិត្តស្រីរបស់ណៃមែនអត់ហើយ Eliter ក៏បាននិយាយម្នាក់ឯងថាគាត់ដឹងថាពួកគេទាំងពីរនាក់នឹងគ្រាន់តែសម្ដែងនោះទេអាចនិយាយបានថាការស្រឡាញ់គ្នាគ្រាន់តែជាទំនាក់ទំនងមួយសម្រាប់បបប្រាស់ fan តែប៉ុណ្ណោះអញ្ចឹងហើយបើសិនជាណៃឆ្លើយថាវាគឺជាការពិតប្រកាសណាថាម៉ាស៊ីននៅខាងមុខណៃនឹងចាប់បានថាណៃនិយាយកុហកបន្ទាប់ពីបានលើបែបនេះគឺធ្វើឲ្យលីងនឹងភ័យខ្លាំងមែនទែនហើយគាត់ក៏បានគិតម្នាក់ឯងថាប្រហែលជា Eliter នឹងដឹងតែខ្លួនគាត់មិនមែនជាណៃអីហើយបើសិនជាគាត់ឆ្លើយថាពិតគឺដឹងតែខុស 100% អីពីព្រោះថាគាត់មិនមែនជាណៃឡើយដូច្នេះហើយនៅពេលនេះគឺធ្វើឲ្យលីងនឹងជឿក្បាលមែនទែនអត់ដឹងថាឆ្លើយបែបណានោះទេនៅពេលដែលគិតបានមកសទូណៃក៏បានឆ្លើយតែម្ដងណៃក៏បានប្រាប់ទៅកាន់អ្នកគ្រប់គ្នាថា Moon មិនមែនជាមិត្តស្រីរបស់គាត់នោះទេតាមពិតទៅ Moon តែនៅក្នុងបេះដូងរបស់ខ្ញុំហើយនាងគឺជាទេពធីតាសម្រាប់ខ្ញុំតែម្ដងនៅពេលដែលឆ្លើយបែបនេះម៉ាស៊ីននៅខាងមុខណៃក៏បានប្រាប់ថាវាជាការពិតក៏ដូចជាលីងបាននឹកឃើញទៅដល់រឿងអតីតកាលរបស់គាត់ផងដែរតែកំឡុងពេលហ្នឹងលីងបាននិយាយថា Moon គឺជាផ្នែកមួយនៃជីវិតរបស់គាត់ហើយ Moon តែងតែលើកទឹកចិត្តគាត់មិនតែប៉ុណ្ណោះនាងគឺជាមនុស្សស្រីម្នាក់ដែលផ្ដល់ក្តីសង្ឃឹមទៅឲ្យគាត់ជាពិសេសលីងតែងតែគិតថាគាត់ចង់ក្លាយទៅជា hero ម្នាក់ដែលការពារ Moon បន្ទាប់ពីនិយាយរួចគឺថា fan នឹងចូល comment ថា sweet ថាអីចឹងណានិយាយរួមទៅមកគោនេះគឺថា sweet ខ្លាំងមែនទែនបន្តមកទៀតសំណួរទី3ក៏បានចូលមកដល់នៅកំឡុងពេលហ្នឹងគឺយើងបានឃើញថា Eliter បានយកមេរបស់លីងមកហើយគាត់បាននិយាយថាបរិមម្នាក់នេះកាលមុនគឺជាសហគ្រិនម្នាក់ក៏ប៉ុន្តែនៅពេលនេះគាត់ត្រូវបានគេតតចោលប្រៀបដូចជាសត្វអញ្ចឹងក៏ដូចជាកំហុសទាំងអស់ហ្នឹងគឺដោយសារតែណៃនឹងឯងចំណែកឯជេនៅពេលដែលបានឃើញបែបនេះគាត់ក៏បានសួរទៅកាន់ក្រុមការងារថាតើប៉ែនឹងណាគេក្រុមការងាររបស់ជេបានប្រាប់ថាប៉ែនឹងគឺជាអ្នកប្រតិបត្តិផ្សាយពាណិជ្ជកម្មដែលយើងទើបតែបញ្ចប់កងក្រាហើយ Eliter ក៏បានបន្តទៀតថា hero របស់អ្នកទាំងអស់គ្នាគឺគ្រាន់តែសម្ដែងដើម្បីប្រមូលផលិតផលក្នុងការផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះជាពិសេសណៃបានធ្វើឲ្យបុគ្គលម្នាក់នេះខ្សែធនមិនតែប៉ុណ្ណោះការខ្សែធនមួយហ្នឹងបណ្ដាលឲ្យបុគ្គលិក3ក្មេងម្នាក់ដែលមានឈ្មោះថាលីងនឹងធ្វើអត្តឃាតថែមទៀតផងនៅត្រង់កន្លែងនេះគឺយើងបានដឹងថាអ្នកដែលចូលមើលព័ត៌មានតាក់ទងជាមួយនឹងការស្លាប់របស់លីងគឺជា Eliter នឹងឯងនៅកំឡុងពេលហ្នឹងផងដែរប៉ែនឹងក៏បាននិយាយទៅកាន់ណៃថាតើនៅពេលណាឯងសុំមួយមកកាន់យើងនៅពេលដែលបានលើបែបនេះជេក៏បានប្រាប់ថាពួកគេនឹងបញ្ចប់កិច្ចសន្យាជាមួយនឹងគ្នាឲ្យដូច្នេះហើយសម្រាប់រឿងលុយគឺពួកគេមិនត្រូវបង់អីទៀតនោះទេប៉ែនឹងក៏បានតបមកវិញថាប៉ុន្មានឆ្នាំមកនេះឯងបានចំណាយលុយយើងច្រើនខ្លាំងមែនទែនក៏ប៉ុន្តែគ្រប់ពេលដែលសន្យាថាបង់ប្រាក់បន្ថែមមកឲ្យយើងគឺប្រាក់ទាំងអស់ហ្នឹងមិនដែលដល់ដៃយើងឡើយក៏ដូចជានៅកំឡុងពេលហ្នឹង Eliter ក៏បានចេញមកនិយាយបន្ថែមដែលគាត់បាននិយាយថាណៃជាមួយនឹងក្រុមរបស់គាត់ហ្នឹងគឺជាក្រុមកេងប្រវ័ញ្ចតែក្រុមរបស់ណៃចូលចិត្តប្រាក់កម្លាំងពលកម្មថោកដើម្បីកេរឈ្មោះនិងប្រាក់ចំណេញរបស់ខ្លួនឯងហើយនិយាយបន្តបាននឹងចប់ផងស្រាប់តែប៉ែហ្នឹងបានដាក់ Eliter មកបាយឡាំប៉ៅមកហើយយើងក៏បានដឹងដែរថាមេរបស់លេងគឺជា hero rank ទី250បន្តមកទៀតប៉ែហ្នឹងក៏បាក់កាយវិបហាទៅកាន់ណៃតែម្ដងសេនោះ
just ta chủ thế just mà cái phòng nó xếp thế thế cái phòng nó quên gì ở đây luôn trời ơi sao đây rồi ông phải sai sai đây số đây nó sai sai ណៃក៏បានប្រាប់ទៅកាន់គាត់ថាឲ្យគាត់សម្រួលអារម្មណ៍សិនទៅក៏ប៉ុន្តែអាប៉ែនឹងក៏បានតបទៅវិញថាតើឯងដែលបើក្រុមហ៊ុនដែរឬទេតើឯងមានអារម្មណ៍យ៉ាងណានៅពេលដែលទទួលបានការបដិសេធពីគម្រោងនានាជាពិសេសអតិថិជននឹងមិនបងខ្លាយថែមទៀតផងនិយាយរួមទៅនៅពេលនេះគឺថាប៉ែនឹងឆ្កួតជាមួយនឹងការងារហើយគាត់ក៏បានបន្តទៀតថានៅពេលដែលគាត់ចូលសម្រាប់ពីការងារនៅពេលនេះគឺគាត់ទទួលបានជាមួយនឹងធម៌ពលថ្មីហើយធម៌ពលថ្មីមួយនេះគឺតាមពីដើមឡើយគាត់មិនដែលមាននោះទេបន្តមកទៀតគាត់ក៏បានឃើញជាមួយនឹងពន្លឺមួយបានលេចឡើងនៅពីមុខគាត់តែពន្លឺមួយនេះបានអនុញ្ញាតឲ្យគាត់គ្រប់គ្រងនៅធម៌ពលតាក់ទងជាមួយនឹងការភ័យខ្លាចបន្ទាប់ពីនិយាយរួចគាត់ក៏បានបើកការវិភាគទៅកាន់ណៃសារជាថ្មីតែម្ដងបើឈូយ៉ាហ្វៀនជេchúa ơi à chứ phụ cửa này chích cái đi đi xin đâu chạy đi chạy phụ vui nhiều quá em bị đấy đây đủ là នៅពេលដែលណៃស៊ីមកអថាពុយហើយគាត់ក៏បានសួរខ្លួនឯងថាហេតុអីបានជាគាត់មិនអាចចូលឈ្នះទៅលើប៉ែនឹងបានទាំងដែលនៅពេលនេះគាត់បានខ្លាយទៅជា hero ម្នាក់ទៅហើយភាពភ័យខ្លាចក៏ដូចជាការបន្ទប់ចិត្តទៅលើខ្លួនឯងក៏បានត្រឡប់មកវិញសារជាថ្មីលីងក៏បាននឹកឃើញនៅពេលដែលមេរបស់គាត់បានស្ដីបន្ទោសទៅឲ្យគាត់ហើយពាក្យសម្ដីដែលចាក់ដល់ខ្លាំងជាងគេគាត់ត្រឹមតែជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះគាត់មិនមានសមត្ថភាពពិសេសឬក៏អស្ចារ្យអ្វីឡើយពេលសល់ពេលហ្នឹងលីងក៏បានឃើញខ្លួនឯងជាអ្នកលោតចុះពីលើអគារហើយនៅពេលដែលបើកភ្នែកមកវិញគាត់ក៏បានឃើញមូនក៏នៅជានៅកំណងពេលនឹងផងដែរមូនក៏បាននិយាយប្រាប់ទៅកាន់លីងថាមនុស្សដែលមានគោលបំណងក៏ដូចជាក្តីសុបិនតខ្លួនប្រកបណាស់ពួកគេនឹងធ្វើឲ្យខ្លួនឯងកាន់តែអស្ចារ្យទៅហើយចំណុចមួយដែលពិសេសខ្លាំងមែនទែនសម្រាប់លីងគឺលីងត្រូវតែជឿជាក់លើខ្លួនឯងបើសិនជាខ្លួនឯងមិនជឿជាក់លើខ្លួនឯងនោះទេធ្វើអ្វីក៏ដោយក៏មិនជោគជ័យដែរហើយមូនដែលស្ថិតនៅខាងក្រៅឯណែវិញនាងក៏បានស្អីប្រាប់ទៅកាន់ណៃថាណៃត្រូវតែធ្វើឲ្យបានបើសិនជាណៃមានភាពភ័យខ្លាចមិនជឿជាក់លើខ្លួនឯងណៃមិនអាចយកឈ្នះលើប៉ែនឹងបានឡើយនិយាយរួមទៅបើសិនជាយើងមានភាពភ័យខ្លាចនោះធម៌ពលរបស់គាត់កាន់តែខ្លាំងទៅនៅសល់ពេលនឹងផងដែរណៃក៏បាននិយាយជាមួយនឹងខ្លួនឯងថាគាត់ត្រូវតែជឿជាក់លើខ្លួនឯងក៏ដូចជានៅពេលដែលគាត់ជឿជាក់លើខ្លួនឯងគឺគាត់អាចការពារមនុស្សណាដែលមានតម្លៃស័ក្តិសមនឹងការពារនៅពេលដែលនិយាយរួចតែបញ្ចប់ក៏បានចាប់ដើមមកមួយវាជាស្ទូមកនេះតែនៅគេស៊ីអូលីណានេះខានអូទេវ៉ាស៊ីអូលីណានេះខានអូទេវ៉ាបន្ទាប់ពីហេតុការណ៍មួយនេះត្រូវបានបញ្ចប់គឺយើងបានឃើញថាណៃនឹងកាន់តែល្បីមែនទែនណៃអាចនិយាយបានថានៅពេលនេះគឺមានមនុស្សគ្រប់គ្រងគាត់ច្រើនខ្លាំងមែនទែននៅក្នុងពេលហ្នឹងជេក៏បាននាំណៃទៅកាន់ផ្ទះដែលនៅទីកន្លែងមួយនោះគឺគេហៅថា Hero Tower ហើយជេក៏បានប្រាប់ទៅកាន់ណៃផងដែរកន្លែងស្នាក់នៅរបស់ Hero ហ្នឹងគឺបែងចែកដោយចំណាត់ថ្នាក់របស់ Hero បើសិនជា Hero មានចំណាត់ថ្នាក់ឬក៏ ranking នឹងកាន់តែខ្ពស់ពួកគេគឺស្នាក់នៅជាន់កាន់តែខ្ពស់តែម្ដងក៏ដូចជាយើងបានឃើញថាពួកគេទាំងពីរនាក់បានឡើងទៅកាន់ជាន់ទី10នៅសល់ពេលហ្នឹងផងដែរលេងក៏បានសួរទៅកាន់ជេថាមានដឹងនៅហេតុផលអីបានជាណៃនឹងត្រូវបានស្លាប់ជេក៏បានតបទៅវិញថាវាគឺជាជំនឿតខ្លួនរបស់ណៃហើយនៅថ្ងៃណាមួយលេងក៏ដូចជាណៃផងដែរលេងត្រូវតែប្រឈមមុខជាមួយនឹងជំរឿហើយជំរឿទាំងអស់ហ្នឹងគឺយើងមិនតន់ដឹងនោះទេថាវាគឺជាអ្វីបន្ទាប់ពីនិយាយរួចណៃក៏បានចូលទៅកាន់បន្ទប់របស់គាត់ដែលយើងបានឃើញថាបន្ទប់របស់គាត់ហ្នឹងគឺធំខ្លាំងមែនទែនចំណែកឯណៃដែលវិញគឺថាមានគិតច្រើនឡើយដោយសារតែថ្ងៃហ្នឹងហត់ដូច្នេះហើយទៅដល់គឺថាដល់ឲ្យដល់អីក្បត់ចោលឡើងពេញហ្នឹងហ្មងបន្តមកទៀតណៃក៏បានចូលទៅគេដែរម្ដងនៅកំឡុងពេលដែលគេណៃបានចាប់អារម្មណ៍ថាមូនក៏នៅទីនេះដូចគ្នាហើយគាត់ទំនឹកឃើញថាមូនជាមួយនឹងណៃនឹងស្នាក់នៅមួយគ្នាយូរហើយក៏ដូចជានៅពេលដែលណៃឃើញថាមូនបានស្ដាប់ភួយអញ្ចឹងគាត់ក៏បានយកភួយទៅស្ដាប់ឲ្យអញ្ចឹងណាហើយណៃក៏បានយកខ្នើយហ្នឹងដើម្បីទៅគេងកន្លែងផ្សេងតែថានៅពេលដែលណៃដើរកាត់ទៅស្អាតតែរឿងរ៉ាវមួយដែលយើងនឹកស្មានមិនដល់ត្រូវបានកើតឡើងមូនត្រូវស្លាប់បាត់បង់ជីវិតបាត់ទៅហើយមូលហេតុគឺយើងមិនដឹងនោះទេថានរណាគេជាអ្នកស្លាប់មុនចំណែកឯណៃនៅពេលដែលបានឃើញបែបនេះឡើងកាំងហ្មងធ្វើឲ្យអត់ចេញឡើយក៏ដូចជាមកដល់ចំណុចនេះហើយអេពីសូតទី1នៃសាយើង To Be Hero 8ត្រូវបានបញ្ចប់មិនដែរគ្នាយើងនៅក្នុងអេពីសូតទី1មើលទៅចំពោះ animation មកវាយ៉ាងខ្លាំងណាស់អញ្ចឹងហើយសង្ឃឹមតែគ្នាយើងចេះមើលសម្រាប់ខ្ញុំគឺថាវាលយខ្លាំងមែនទែនហើយអ្នកដែលចូលមកក្រោយណាកុំភ្លេចជួយចុច like អ្នកមួយផងបើសិនជាគ្នាយើងរងចាំរឿងយូរអ្នកនរគ្នាអាចឆែកនៅក្នុង playlist បានដោយសារតែ page ច្រើនគឺខ្ញុំដាក់ក្នុង playlist អូខេខ្ញុំមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Vietnamese សូមអរគុណនិងសូមជម្រាបលាអ្នកនរគ្នាយើងចាំជួបគ្នាជាមួយនៅ episode